បងសូមគ្រប់ជំរាបសួរដល់អ្នកទាំងអស់គ្នាវិលជួបគ្នាសាថ្មីហើយនៅថ្ងៃនេះខ្ញុំនឹងលើកយកមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លីរបស់ប្រទេសចិនយកមកបង្ហាញអ្នកទាំងអស់គ្នាទី1 XQ-17 XQ-17A ជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីកំណែចេញពីថ M1 របស់ប្រទេសរុស្ស៊ីវាអាចបាញ់ចេញពីរថពាសដៃកង់ចង្វាក់សម្រាប់ XQ-17 និងឡានដឹកជញ្ជូនសម្រាប់ XQ-17A ដោយបំពាក់មីស៊ីល 9M331 មីស៊ីលអាចបាញ់បានចម្ងាយ12គីឡូម៉ែត្រប្រព័ន្ធការពារដែនអាកាស XQ-17 XQ-17A បំពាក់នៅប្រព័ន្ធរ៉ាដា EF band detection អាចស្កេនគោលដៅក្នុងរយៈចម្ងាយ25គីឡូម៉ែត្រក្នុងពេលបំពង់ម្លាស់ទីនិងប្រព័ន្ធរ៉ាដា GX band tracking អាចចាប់គោលដៅក្នុងរយៈចម្ងាយ15គីឡូម៉ែត្រខណៈពេលឈប់បានវាអាចចាប់គោលដៅសត្រូវបានដូចជាគ្រូមីស៊ីលយន្តហោះក្នុងរយៈកម្ពស់ទាបមីស៊ីល ballistic ហោះរយៈកម្ពស់ទាបនិងកម្រិតបាញ់ចំគោលដៅ 90% ទី2 XQ-7 SM-80 SM-90 ជាប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ទាបដែលចម្លងចេញពីប្រព័ន្ធការពារដែនអាកាសបារាំងគឺ Frank R440 Crowtail នឹងត្រូវបានប្រើប្រាស់កាលពីទសវត្សរ៍ឆ្នាំ1980ប្រព័ន្ធការពារដែនអាកាសនេះត្រូវបានបំពាក់នៅលើរថយន្ត P4R ឬកប៉ាល់ពិឃាតភ្ជាប់ជាមួយប្រព័ន្ធរ៉ាដា Type 345J band ដែលអាចស្កេនគោលដៅក្នុងរយៈចម្ងាយ17គីឡូម៉ែត្រនិង Television Tracking System រយៈចម្ងាយ15គីឡូម៉ែត្ររួមទាំង Thermal Camera មីស៊ីលរបស់ប្រព័ន្ធការពារដែនអាកាសនេះអាចបាញ់បានចម្ងាយ12គីឡូម៉ែត្រក្នុងល្បឿន2800គីឡូម៉ែត្រក្នុង1ម៉ោងនិងត្រូវបានប្រើប្រាស់ក្នុងប្រទេសជាច្រើនដូចជាអាហ្សេរី បង់ក្លាដេស អ៊ឺរ៉ង់ ចិន ប៉ាគីស្ថាននិងទូបេគីស្ថានជាដើម 3. PGZ-09 ថៃ 09 ជាប្រព័ន្ធការពារដែនអាកាសប្រើប្រាស់កាំភ្លើងយន្តធុនធ្ងន់2កណ្ដុង35មីលីម៉ែត្រអាចបាញ់ចេញបាន1100គ្រាប់ក្នុង1នាទីក្នុងរយៈចម្ងាយ5គីឡូម៉ែត្រនិងរ៉ូកែតការពារអាកាសធុន30ម៉ែត្រ PET 2ទៅ4គ្រាប់ដែលផលិតឡើងដោយក្រុមហ៊ុន Norenco រថក្រោះការពារដែនអាកាសនេះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ2009ដោយវាមានទម្ងន់35តោនប្រវែង 6.7 ម៉ែត្រទទឹង 3.2 ម៉ែត្រនិងកម្ពស់ 3.4 ម៉ែត្រជាមួយនឹងប្រព័ន្ធរ៉ាដាចំនួន2និងប្រព័ន្ធមួយចំនួនដូចជា Doppler radar សម្រាប់ស្វែងរកគោលដៅក្នុងរយៈចម្ងាយ20គីឡូម៉ែត្រ Tracking radar Digital Fire Control Computer Control Lead Target System Laser Rangefinder និង Thermal Tracking សានជាដើមទី4ថៃ 95 PGZ-04A ជាប្រភេទរថក្រោះបំពាក់កាំភ្លើងយន្តការពារដែនអាកាស25មីលីម៉ែត្រចំនួន4កណ្ដុងអាចបាញ់ចេញចំនួន600គ្រាប់ក្នុង1នាទីនិងភ្ជាប់ជាមួយរ៉ូកែតការពារដែនអាកាស HN6SAM ចំនួន4ផងដែរដោយចម្លងតាមរថក្រោះការពារដែនអាកាសរបស់ប្រទេសអ៊ីតាលី SIDAM 25រថក្រោះទាំងពីរនេះខុសគ្នាត្រង់រថក្រោះ PGZ-04A មានបំពាក់ប្រព័ន្ធរ៉ាដានៅផ្នែកកំពូលនៃរថក្រោះដែលអាចឲ្យវាចាប់គោលដៅបានច្បាស់ល្អនិង Thermal Optic សម្រាប់តាមដានគោលដៅ Laser Finder និង Night Visionការឌីហ្សាញរបស់រថក្រោះនេះមានទម្ងន់ 22.7 តោនកម្លាំង383សេសនិងអាចឲ្យរថក្រោះប្រើប្រាស់បានគ្រប់រដូវកាល 5. SK1000 និង SK2000 ជាប្រភេទរថយន្តកង់8បំពាក់ប្រព័ន្ធការពារដែនអាកាសផលិតឡើងដោយក្រុមហ៊ុន China Aerospace Science Industry Corporation រថយន្តនេះបំពាក់កាំភ្លើងយន្តការពារអាកាស25មីលីម៉ែត្រចំនួន2និងមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លីចំនួន12គ្រាប់ដែលមានសមត្ថភាពអាចវាយប្រហារគោលដៅក្នុងរយៈចម្ងាយ22គីឡូម៉ែត្រដូចជាគ្រូមីស៊ីលអូថូមពេជ្ជមីស៊ីលបាញ់កំទេចសត្រូវលើផ្ទៃដីនិងដ្រូនជាដើមរថយន្តការពារដែនអាកាសនេះមានបំពាក់នៅ Command and Control Radar Guidance Radar ទី6 QW2 QW3 QW18 ជាប្រភេទរ៉ូកែតបាញ់ចេញពីលើស្មាដែលអាចចល័តតាមខ្លួនបានប្រើប្រាស់ Infrared Guide បាញ់ចេញពីផ្ទៃដីទៅអាកាសរ៉ូកែតនេះត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ1990ដែលមានសមត្ថភាពវាយប្រហារឧទ្ធម្ភាគចដ្រូនហោះហើរកម្ពស់ទាបត្រឹម6គីឡូម៉ែត្រនិងរយៈកម្ពស់4គីឡូម៉ែត្រជាមួយល្បឿនអតិបរមា2450គីឡូម៉ែត្រក្នុង1ម៉ោងរ៉ូកែតការពារដែនអាកាសនេះសប្តាហ៍ថ្ងៃក៏កំពុងប្រើប្រាស់ជាមួយនឹងកងទ័ពកម្ពុជាផងដែរដែលត្រូវបានដាក់តាំងបង្ហាញហៅថា QW3 7 LD2000 ជាប្រភេទរថយន្តកង់8បំពាក់កាំភ្លើងយន្តការពារដែនអាកាសដ៏ទំនើប7កណ្ដុង30មីលីម៉ែត្រនិងមីស៊ីល TY90 មីស៊ីល6គ្រាប់ផងដែរនៅផ្នែកចំហៀងដែលផលិតឡើងដោយក្រុមហ៊ុន Norenco ដែលដាក់តាំងបង្ហាញកាលពីឆ្នាំ2005កាំភ្លើងយន្ត7កណ្ដុងនេះអាចបាញ់ចេញបាន4600គ្រាប់ទៅ5800គ្រាប់ក្នុង1នាទីបាញ់បានរយៈចម្ងាយ3គីឡូម៉ែត្រចំណែកឯមីស៊ីល YT90 អាចបាញ់បានចម្ងាយ6គីឡូម៉ែត្រក្រៅពីអាវុធប្រព័ន្ធកាំភ្លើងមានបំពាក់នៅប្រព័ន្ធរ៉ាដាដូចជា Type 341G Tracking Thermal Sighting System Laser Rangefinder ជាដើមទី8 SB6C ជាប្រភេទរថយន្តកង់4បំពាក់មីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី SN16 8គ្រាប់ប្រព័ន្ធការពារដែនអាកាសនេះអាចវាយប្រហារគោលដៅស្ថិតនៅក្នុងរយៈចម្ងាយ6គីឡូម៉ែត្រនិងរយៈកម្ពស់4គីឡូម៉ែត្រជាមួយនឹងមុខងារ IR Seekerស្វែងរកគោលដៅដូចជាយន្តហោះចម្បាំងអូថូមពេជ្ជគ្រូមីស៊ីលនិងដ្រូនដែលហោះហើរក្នុងរយៈខ្ពស់ទាបមីស៊ីល SN16 មានទម្ងន់ 11.5 គីឡូក្រាមប្រវែង 1.6 ម៉ែត្រជាមួយនឹងល្បឿនអតិបរមា600ម៉ែត្រក្នុង1វិនាទីប្រព័ន្ធការពារដែនអាកាស SB6C ត្រូវការព័ត៌មានកំណត់គោលដៅចេញពីរថយន្ត Commander មួយទៀតដែលមានបំពាក់នៅរ៉ាដាស្វែងរកគោលដៅ
ពីចុងបញ្ចប់សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់